សួស្តីអ្នកនរគ្នាខ្ញុំភក្ត្រាថ្ងៃនេះខ្ញុំមាន topic មួយដើម្បីចែកម្លែកទៅកាន់អ្នកនរគ្នាទាក់ទងទៅនឹង Hybrid Mobile Application Framework បច្ចុប្បន្ននេះ Hybrid Mobile Application Framework ពិតជាពេញនិយមមែនទែនទូទាំងពិភពលោកដោយសារតែវាមានភាពងាយស្រួលទៅដល់ developer ក្នុងការរៀនសូត្រហើយជាពិសេសនោះទៀតគឺវាសម្បូរទីផ្សារការងារមិនថាប្រទេសយើងមិនថាប្រទេសគេនោះទេមិនថានៅអាស៊ីមិនថានៅយុរ៉ុបលើសពីនេះទៀតវាក៏ផ្ដល់ផលចំណេញធំពីរយ៉ាងទៅតាមការមើលឃើញរបស់ខ្ញុំនិងបទពិសោធន៍របស់ខ្ញុំផ្ទាល់ទៅដល់ស្ថាប័នដែលបង្កើត software ទាំងខ្នាតតូចនិងខ្នាតធំអញ្ចឹងអ្នកនេះចង់ដឹងថាតើផលចំណេញពីរយ៉ាងនោះមានអីខ្លះខ្ញុំនឹងបកស្រាយទៅកាន់អ្នកនរគ្នាហើយហេតុអ្វីបានជាវាខ្លះជាផលចំណេញធំអញ្ចឹងទីមួយគឺចំណាយធនធានមនុស្សតិចជាងមុនបើសិនបើយើងជ្រើសរើសយកមនុស្សពីរក្រុមមានន័យថាមួយធ្វើជា Android application មួយធ្វើ iOS application software ហ្នឹងអ្នកគ្នាត្រូវចំណាយមនុស្សពីរក្រុមដើម្បីបង្កើត application មួយដែលមួយតម្រូវដាក់នៅក្នុង Play Store ហើយមួយទៀតយើងដាក់នៅក្នុង App Store ផ្ទុយទៅវិញបើសិនជាយើងជ្រើសរើសយក mobile hybrid វិញយើងដូចជា Flutter អ្នកគ្នាចំណាយមនុស្សតែមួយក្រុមទេហើយធ្វើម៉េចបានយើងដឹងថាចំណេញនោះគឺនៅពេលដែលយើងចំណាយមនុស្ស2នាក់ក្រុមហ៊ុននឹងចំណាយប្រាក់ខែ2ទៅកាន់មនុស្ស2ក្រុមហ្នឹងបើសិនជា project នឹងត្រូវការមនុស្ស10នាក់សម្រាប់មួយអញ្ចឹង mobile Android មួយ mobile iOS មួយវាឡើងទៅ20នាក់អញ្ចឹងក្រុមហ៊ុនត្រូវចំណាយប្រាក់ខែ20នាក់ហ្នឹងអញ្ចឹងអានេះហើយគឺជាផលចំណេញរបស់ក្រុមហ៊ុនបើសិនជាយក hybrid mobile application មកប្រើមានន័យថាគាត់ចំណាយតែ10នាក់នោះទេ10នាក់ទៀតអាចផាត់ចោលអញ្ចឹងក្រុមហ៊ុនចំណេញ 50% វាច្រើនខ្លាំងមែនទែនអ្នកទាំងអស់ចំណុចទី2តកតទៅនឹង development period បើសិនជាយើងបកជាភាសាខ្មែរមក development period មានន័យថារយៈពេលនៃការធ្វើកម្មវិធីហ្នឹងជាទូទៅនៅក្នុងគម្រោងមិនថាជា software មិនថាជាគម្រោងអីផ្សេងនោះទេគេតែងតែមាន period គេច្បាស់លាស់ឧទាហរណ៍ថា mobile banking របស់ធនាគារ Mama Bank មួយគេប្រើរយៈពេលតែ1ឆ្នាំទេដើម្បី develop ក្រុមហ៊ុនគឺត្រូវគណនាទាំងអស់ថាតើមួយឆ្នាំហ្នឹងយើងត្រូវចំណាយធ្វើម៉េចដើម្បីឲ្យធ្វើឲ្យមុន deadline ដើម្បីឲ្យ test បានគ្រប់គ្រាន់និង go live ទៅកាន់ Play Store និង App Store បានប៉ុន្តែបើសិនជាយើងយក native មកធ្វើគឺយើងអាចទាំងចំណាយពេលយូរ Android និង iOS ជាបទពិសោធន៍របស់ខ្ញុំជា Android ហើយខ្ញុំក៏ធ្លាប់ជួយ support iOS ច្រើនការ testing និងការ develop គឺចំណាយពេលយូរខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយត្រូវការ developer នីមួយៗគឺច្បាស់ខ្លាំងផ្ទុយទៅវិញបើសិនជាយើងជ្រើសរើសយកFlutter framework មកប្រើគឺយើងចំណាយពេល develop លឿនជាងដោយសារតែការសរសេររបស់វាគឺយើងសរសេរជាមួយនឹង UI kit ទី2 performance វាក៏ល្អហើយវាចំណេញពេលវេលាខ្លាំងមែនតើអញ្ចឹងនេះគឺជាចំណុចមួយដែលក្រុមហ៊ុនចំណេញខ្លាំងមែនតើដែលអ្នកនរគួរតែដឹងអំពី hybrid mobile application framework អញ្ចឹងហើយបានជាបច្ចុប្បន្នហ្នឹងក្រុមហ៊ុនភាគច្រើនគឺគេយក hybrid យកមកប្រើលើកលែងតែក្រុមហ៊ុនដែលមាន resource ខ្លួនឯងហើយមានចំណូលច្រើនទេដែលគេនៅតែប្រើប្រាស់ native ប៉ុន្តែថ្មីហ្នឹងខ្ញុំទទួលបានសំណួរមួយពីគ្នាយើងពី follower របស់ខ្ញុំនៅលើ TikTok platform គួរចាប់អារម្មណ៍ដែរសំណួរមួយហ្នឹងក៏បានសួរខ្ញុំថាហេតុអ្វីបានជាយើងត្រូវការ native Android និង native iOS បើសិនជាយើងមាន Flutter អាចសរសេរមួយបានទាំងពីរ platform ហ្នឹងមូលហេតុនោះគឺ Flutter វា access ទៅកាន់ native API វាមិនមែន run លើ device ដោយខ្លួនឯងទេគឺវាពឹងផ្អែកទៅលើ native ទាំងស្រុងមានន័យថាម៉េចមានន័យថាបើសិនជាអ្នកគ្នាមាន mobile app Android ចេះដែលប្រើ Flutter ខាងក្រៅនេះគឺជា container នេះគឺជា native ខាងក្នុងគឺជា Flutter ចុះបើសិនជា access camera ស្អីគេមាន API ដើម្បីឲ្យយើង access ឆ្លងមក native ហើយ native នឹង access ទៅកាន់ camera នៅពេលដែលទទួលបាន API camera native នឹង provide មកឲ្យខាង Flutter វិញអញ្ចឹងអ្នកគ្នាចង់ដឹងថាតើមុខងារទាំងអស់ហ្នឹងមានអីខ្លះដែល Flutter នឹង access ទៅកាន់ native តោះអញ្ចឹងខ្ញុំនឹងប្រាប់អ្នកគ្នាទាំង12ដែលខ្ញុំគិតថាវាសំខាន់ខ្លាំងដែលអ្នកនាងគួរតែដឹងតាក់ទងទៅនឹង Flutter access មកកាន់ native អញ្ចឹងចំណុចទី1តាក់ទងនឹង device information ដូចយើងដឹងស្រាប់ហើយថា Flutter គឺ run នៅក្នុង Android run នៅក្នុង iOS ដូច្នេះហើយវាអាចទាញយកព័ត៌មានផ្សេងៗដែលខាង native អត់ provide ឲ្យបានទេតាក់ទង device information ហ្នឹងគឺវាទាញយកពីបើសិនជាវា run លើ platform Android វានឹងទាញយកពី Android បើសិនជា run លើ platform iOS វានឹងទាញយកពី iOS ហើយព័ត៌មានហ្នឹងមានដូចជា UUID មាន push key model ក្រុមហ៊ុនអីគេដែលបង្កើតឡើងមកហ្នឹងទី2តើតើនឹងព័ត៌មានរបស់ថ្មក៏យើង access ទៅកាន់ native ដែរ native អ្នក provide ដូចគ្នាទី3តើតើនឹង sensor ដែលយើងប្រើ scan មុខនៅលើ iOS និង Android ប្រើ fingerprint អញ្ចឹងsensor គឺយើង access ទៅកាន់ native ទី2គឺកាមេរ៉ាវាតាក់ទងទៅនឹង hardware sensor ហ្នឹងក៏វាតាក់ទងទៅនឹង hardware ដែរ Flutter អាច access hardware ទៅ direct បានទេ Flutter គឺ access ទៅកាន់ API របស់ native ហើយ native នឹង access ទៅកាន់ hardware បន្ត
ដោយខ្ញុំបញ្យល់អ្នកគ្នាមុននឹងចឹងតើតើ location ក៏ Flutter ត្រូវការ access ទៅដែរ connectivity គេសំដៅទៅលើ network connection ដែលមាន Wi-Fi និងប្រើប្រាស់ SIM របស់យើងហ្នឹងមួយទៀតតើតើទៅនឹង notification គឺយើងត្រូវការរៀបចំវានៅក្នុង Android និង iOS គឺយើងអាចធ្វើនៅក្នុង Flutter បានទេទី8តើតើទៅនឹង storage និង file system យើងអាចនិយាយថា file system គឺវានៅក្នុង native ដូចគ្នាមិនមែននៅក្នុង Flutter ទេចឹងអ្នកនៅគួរតែដឹងឲ្យច្បាស់មុនអ្នកគ្នារៀនវាទី10តើតើនឹង Bluetooth ក៏ជា hardware ដែរដែលយើងត្រូវការ access ទៅហើយទី11តើតើនឹង permission ដែលអ្នកនរគ្នាបើកកាមេរ៉ាវាទាមទារ permission បើក location បើកអីហ្នឹងគឺវាទាមទារ permission អាហ្នឹងគឺ feature របស់ native ទាំងអស់តើតើទៅនឹង app life cycle និង intent ហ្នឹងគឺនៅក្នុង Android ដែលយើង start screen ហើយ app life cycle គេសំដៅទៅលើ life cycle របស់ framework នៅក្នុង Android មានដូចជា on create on push on resume on destroy on start on stop ហ្នឹងគឺជា event life cycle របស់ native អញ្ចឹងសរុបមកវិញទាំង12នេះគឺវាសុទ្ធតែជាចំណុចសំខាន់ដែលអ្នកនរគ្នាគួរតែដឹងនៅពេលដែលយើងទៅរៀន Flutter សរុបមកវិញ Flutter มันអាច access direct ទៅកាន់ hardware បាននោះទេគឺវាត្រូវការឆ្លង native API ទើបវា access ទៅបានហើយ native គេនឹងធ្វើការបន្តទៀតនៅពេលដែលគេទទួលបានអីមកគេនឹង provide Flutter មកវិញបើសិនជាអ្នកទាំងគ្នាស្គាល់ pattern មួយខ្ញុំដាក់នៅលើ screen នេះទាក់ទងនឹង abstract ឬក៏ factory pattern អ្នកគ្នានឹងយល់ថា hybrid នឹង process មកយ៉ាងហើយខ្ញុំនឹងចែកម្លែកវានៅពេលក្រោយអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាមានចម្ងល់អីបន្ថែមអ្នកគ្នាអាច comment នៅខាងក្រោមហ្នឹងឲ្យខ្ញុំបានអានផងហើយជួបគ្នានៅវីដេអូក្រោយបាយបាយ